ខ្ញុំសូមគោរពទៅដល់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសូមជួយបន្លឿនបន្ទឿនខាងតុលាការឲ្យរកយុទ្ធភ័ពឲ្យបងអូនស្រីខ្ញុំឈ្មោះអ៊ុយថាវីអាយុ33ឆ្នាំរឿងកូន4ខែដែលគេថាសម្រាប់កូនគឺគាត់មិនបានសម្រាប់ទេក្មួយខ្ញុំគឺឈឺជំងឺទឹកដក់ក្នុងសួតឥឡូវសូមឲ្យសាលាដំបងរាជធានីភ្នំពេញព្រមទាំងក្រសួងយុទ្ធភ័ពតុលាការទាំងអស់សូមរកយុទ្ធភ័ពឲ្យបងអូនខ្ញុំបើសិនជាសំណុំរឿងហ្នឹងមិនទាន់បញ្ចប់សូមបន្នំគ្នាបន្ទឿនឲ្យដោះស្រាយឲ្យបងអូនខ្ញុំឲ្យលឿនព្រោះដោយសារគាត់មានបន្ទុកទី1មានកូនតូចអាយុ7ឆ្នាំនៅជាមួយខ្ញុំទី2គាត់បាក់ជើងទៀតអញ្ចឹងគាត់ដាក់ដៃគាត់ត្រូវយកគាត់មកវះកាត់ជាបន្ទាន់ដូចគ្នាព្រោះគាត់ហូបដកដៃជើងហើយទី3គាត់ឈឺគាត់កំពុងតែទាស់ជាប់ឃុំនៅព្រៃសរអញ្ចឹងនាងខ្ញុំសូមគោរពទៅដល់លោកអុកញ៉ាព្រមទាំងរាជអាជ្ញាចៅក្រមតុលាការជាទីគោរពនៅក្នុងរាជធានីភ្នំពេញព្រមទាំងក្រសួងយុទ្ធភ័ពលោកកើតរិទ្ធសូមជួយរកយុទ្ធភ័ពឲ្យបងអូនស្រីខ្ញុំឲ្យបន្ទឿនព្រោះថ្ងៃនេះគឺថ្ងៃទី17ខ្ញុំបានដាក់ប្តឹងទៅសាលាអន្តររួចរាល់ហើយបើខ្ញុំបាទសិង្ហសុំលមនកាយគោរពសម្ដេចទ្រង់ឯកឧត្តមជំទាវអស់លោកលោកសេរីនាងកញ្ញាកំពុងទស្សនាការផ្សាយផ្ទាល់ចេញពីបណ្ដាញសារព័ត៌មាន SA News បើរឿងរ៉ាវដែលពាក់ព័ន្ធបាទបងស្រីបាទម្នាក់មានកូនស្រី2នាក់បានស្លាប់កូនពៅបាទអាយុ4ខែម្ដាយជាប់ពន្ធនាគារឥឡូវនេះខាងសាច់ញាតិរបស់គាត់កំពុងមកពឹងពាក់ដល់អង្គភាពសារព័ត៌មានយើងខ្ញុំដើម្បីជួយផ្សព្វផ្សាយឲ្យរកយុទ្ធធម៌ឲ្យជូនដល់គាត់ផងដែររឿងរ៉ាវយ៉ាងម៉េចសូមបងប្អូនទស្សនាវីដេអូដូចតទៅជំរាបសួរបងស្រីបាទបងស្រីមានរឿងអ្វីទៀតហើយថ្ងៃនេះមានរឿងមួយចង់ពឹងប្អូនឲ្យប្អូននឹងធ្វើសារព័ត៌មាននិយាយរឿងប្អូនស្រីថ្ងៃនេះបានទៅដាក់ពាក្យប្តឹងបន្តអញ្ចឹងសូមឲ្យរាជអាជ្ញានោះជួយចាត់ចែងព្រមទាំងដោះលែងប្អូនស្រីខ្ញុំមកវិញផងហើយខាងសមត្ថកិច្ចដែលយកធុងទឹកទៅហេតុអីបានមកយកធុងទឹកទៅមុននឹងដែលយកប្អូនស្រីខ្ញុំទៅទាំងមិនទាន់ធ្វើសកលវិច័យហើយរួចហើយបានមកយកផោះតាំងទៅតាមក្រោយអញ្ចឹងខ្ញុំសូមសនំពរទៅដល់សមត្ថកិច្ចនៅសង្កាត់ប៉ុស្តិ៍ចំចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជួយសម្រួលឲ្យប្អូនស្រីខ្ញុំផងព្រោះប្អូនស្រីខ្ញុំមិនបានសម្លាប់កូនដូចដែលគេនិយាយទេបាទនិយាយបងស្រីសូមបញ្ជាក់ម្ដងទៀតបងដាក់ពាក្យបណ្ដឹងនៅសាលាណាដែរបងសាលាអន្តរនៅខេត្តឬភ្នំពេញនៅភ្នំពេញនៅរាជធានីភ្នំពេញដាក់ពាក្យបណ្ដឹងហើយមកចូលខាងណាវិញខាងសាលាអន្តរចូលសាលាអន្តរបាទឥឡូវខាងសាលាអន្តរគេមានឆ្លើយតបប្រាប់បងគេអត់តន់ឆ្លើយតបទេបាទកំពុងតែរងចាំដាក់ការស៊ើបសង្កេតបាទអញ្ចឹងសូមសនំពរទៅដល់អាជ្ញាធរព្រមទាំងយុរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោកកើនរិទ្ធជួយរកយុទ្ធភ័ពឲ្យប្អូនស្រីខ្ញុំផងព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីហ៊ុនម៉ាណែតព្រមទាំងសម្ដេចពុកហ៊ុនសែនជួយរកយុទ្ធភ័ពឲ្យប្អូនស្រីខ្ញុំផងបាទអរគុណឥឡូវសូមងាកបន្តិចដើម្បីខ្ញុំមានការសម្ភាសសាក់សួរបន្ថែមរឿងកន្លងមកបងស្រីថាកូនស្លាប់4ខែហ្នឹងបងណា4ខែម្ដាយជាប់នៅពន្ធនាគារតែរឿងហ្នឹងដល់ដំណើរបងអាចបញ្ជាក់ទីបានទេរឿងនឹងដល់កន្លែងចៅក្រមស៊ើបសួរព្រមទាំងរាជអាជ្ញាកាលាបញ្ជីគាត់បានមើលឯកសាររួចរាល់ហើយអត់មានខុសប្រតិក្តីអ្វីទេហើយត្រឹមត្រូវតាមដែលសាក្សីឆ្លើយបំភ្លឺព្រមទាំងឯកសារថ្ងៃទី17ខែតុលាឆ្នាំ2025គឺដូចគ្នាពិនិត្យទៅឃើញទឹកដក់នៅស៊ូតតែបែរជាទៅសរសេរថាដាក់លងទឹកទៅវិញហើយលងទឹកធុងចង់ស៊ូថាលងទឹកធុងនឹងលងរបៀបម៉េចឬក៏ឆ្លក់ទឹកឆ្លក់របៀបម៉េចហើយបើថាជំងឺក្នុងស៊ូតនឹងទឹកដក់ក្នុងស៊ូតនឹងជាទឹកដក់អាម៉េចវិញអញ្ចឹងសូមឲ្យខាងសមត្ថកិច្ចទាំងអស់ព្រមទាំងបន្ទីពេទ្យដែលធ្វើសកលវិច័យជួយបំភ្លឺឲ្យនាងខ្ញុំបានដឹងផងបាទអរគុណមែនទែនបងស្រីណាដូចជាខ្ញុំបាទសិង្ហក៏សូមបិទការផ្សាយផ្ទាល់រកពាក្យពេចន៍កាយវិការអក្ខរវិរុទ្ធឬខុសឆ្គងជំនាញមួយសូមពុកម៉ែបងប្អូនអធិស្ឋានបិទទោសខ្ញុំបាទសិង្ហសូមអរគុណសូមជម្រាបលា